សួស្តីអ្នកទាំងអស់គ្នានឹងថ្ងៃខ្ញុំមកពីក្រុមហ៊ុនប្រាថមថ្ងៃនេះខ្ញុំចុះមកមើលបុគ្គលិកគាត់ដាក់កាមេរ៉ានៅក្នុងរោងចក្រអគ្គិសនីមួយនៅខេត្តតាកែវសម្រាប់កន្លែងនេះបុគ្គលិកគាត់រៀបចំជើងទ្រដើម្បីជន់ដាក់ទយោនៅតាមលបងបរិវេណរោងចក្រខាងក្រៅហើយកន្លែងនេះបុគ្គលិកគាត់ចាប់ផ្ដើមដាក់កាមេរ៉ានៅក្នុងបរិវេណរោងចក្រមួយទៀតខាងក្រុមហ៊ុនរបស់ខ្ញុំក៏មានសេវាកម្មដាក់កដឹងរោពេលយើងមានអគ្គិភ័យអីអញ្ចឹងទៅវាស្រែករោហើយកន្លែងនេះបុគ្គលិកគាត់ចាប់ផ្ដើមដាក់ទយោនៅតាមលបងខាងក្រៅរោងចក្រដើម្បីប្រកបខ្សែកាមេរ៉ាហើយនឹងក្រុមហ៊ុនរបស់យើងមានកាមេរ៉ា brand រៀងច្រើនដែរតែសម្រាប់រោងចក្រមួយនេះក្រុមហ៊ុនគាត់ជ្រើសរើសយក brand Hikvision ដោយសារតែវាមើលបានឃើញច្បាស់ហើយឆ្ងាយអាចមើលបានគ្រប់ជ្រុងជ្រោយនៃបរិវេណរបស់រោងចក្រហើយកន្លែងនេះគឺជាបន្ទប់សម្រាប់ដាក់ខ្សែអ៊ីនធឺណិតនិងខ្សែកាមេរ៉ាសម្រាប់បរិវេណការិយាល័យនេះក៏ដាក់អ៊ីនធឺណិតហើយនិងកាមេរ៉ារួចរាល់ហើយឥឡូវបុគ្គលិកគាត់កំពុងតែរៀបចំខ្សែកាមេរ៉ាហើយនិងខ្សែអ៊ីនធឺណិតដាក់មួយគ្នាបើសិនជាក្រុមហ៊ុនឬក៏រោងចក្របងប្អូនដែលមានត្រូវការចង់ដាក់កាមេរ៉ាឬក៏អ៊ីនធឺណិតអាចតាក់ទងខាងខ្ញុំបានគ្រប់ពេលនេះគឺជាដុំអ៊ីនធឺណិតសម្រាប់ភ្ជាប់ connect មួយកាមេរ៉ាហើយនេះWi-Fi ពួកយើងក៏បានដាក់នៅបរិវេណការិយាល័យរួចរាល់ផងដែរឥឡូវយើងមកមើលបរិវេណនៅខាងមុខរោងចក្រវិញម្ដងបុគ្គលិកគាត់កំពុងតែរៀបចំដាក់កាមេរ៉ានៅផ្នែកខាងលើនៃបន្ទប់សន្តិសុខនៅខាងមុខជាចុងក្រោយខ្ញុំក៏សូមអរគុណរោងចក្រអគ្គិសនីដែលបានទុកចិត្តឲ្យនឹងប្រើសេវាកម្មខាងក្រុមហ៊ុនរបស់ខ្ញុំហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ដាក់កាមេរ៉ាឬក៏អ៊ីនធឺណិតអីអាចតាក់ទងខាងខ្ញុំបានគ្រប់ពេលអរគុណសម្រាប់ទស្សនាវីដេអូជួបគ្នាវីដេអូក្រោយអរគុណច្រើន